សួស្តីអ្នកតាគ្នាថ្ងៃនេះខ្ញុំមកធ្វើការបន្តជាមួយសាយគេបើជើបន្តទៀតសម្រាប់អ្នកអត់មើលអេពីសូតមុនអាចទៅតាមដានបានសិនអ្នកមកថ្មីអាចចុច Subscribe នៅក្នុង Channel មួយនេះឲ្យខ្ញុំម្នាក់មួយសិនផងហើយបើរក like តោះយើងចូលតាមដានសាយគេភាពបន្តបើជើតែម្ដងឥឡូវនេះដែរយើងឃើញថាអូន CEO កំពុងតែអង្គុយអានម៉ុងហ្គារបស់ប្រុសសាកៃហើយគេពេលនោះនាងពិតជាចង់បានជីវិតដូចនៅក្នុងម៉ុងហ្គាហ្នឹងណាក៏ប៉ុន្តែក៏មិនដឹងថាប្រុសសាកៃគិតដូចជាអ្នកឬអាចនិយាយទៅបើទោះបីជាមានឧបសគ្គយ៉ាងណាក៏នាងពិតជាចង់មានស្នេហានិងតំណែងល្អជាមួយប្រុសសាកៃខ្លាំងណាស់លុះមកដល់ពេលទៅអំឡុងពេលដែលប្រុសសាកៃធ្វើដំណើរទៅសាលារៀនគាត់បានគិតរឿងអាម៉ាស់កាលពីម្សិលមិញដែលគេកំពុងតែសប្បាយចិត្តក៏被មានភាពបន្តនៅសភៅម៉ុងហ្គាដែលគាត់ចូលចិត្តណាស់ក៏ប្រទះជាមួយនឹងអូនអាការ៉េនិងអូស៊ីអូនៅក្បែរនោះដែរម្ល៉េះហើយក៏ខំប្រឹងលេខអាសភៅម៉ុងហ្គាហ្នឹងទៅប៉ុន្តែពួកគេទាំងពីរចង់ដឹងមែនតើថាសភៅហ្នឹងស្អីគេអំឡុងពេលនោះសម្រាប់ចិត្តរបស់ប្រុសសាកៃយល់ថាវាមិនខុសនៅក្នុងសភៅម៉ុងហ្គាដែលគាត់បានអានទេមានមិត្តកុមារភាពពីរនាក់កំពុងតែនៅក្បែរខ្លួនប្រាណរបស់គាត់ពេលដែលសប្បាយចិត្តភ្លេចខ្លួនក៏ចូលសភៅម៉ុងហ្គាមកនោះដូចនេះប្រុសសាកៃចាប់ផ្ដើមភ្ញាក់ផ្អើលដោយសារអូស៊ីអូធ្លាប់ស្គាល់និងឃើញវានៅក្បែរក្រែរបស់គាត់ក៏ប៉ុន្តែទីពិតទៅអង្គុយអានរងថ្ងៃសោះទាំងអានថ្ងៃធ្វើអូនអាការ៉េចាប់ដើមរៀងចង់សប្បាយចិត្តពួកគាត់ចាប់អារម្មណ៍នឹងអង្គុយអានម៉ុងហ្គាក្នុងរឿងស្នេហាជាមួយនឹងមិត្តភក្តិអំឡុងពេលដើរបន្តទៀតនោះក៏ឃើញអូនស៊ីអូមកបិទភ្នែករបស់គាត់បូករួមជាមួយអុបបាយបននេះប៉ះចឹងទៀតបើទោះបីជាបានឃើញមកក៏ដឹងថានោះជាអូនស៊ីអូដែរមិនបានយកនៅក៏បានបន្តអាប់ដៃរបស់គាត់ពួកមីកូណោចង់ដើរទៅសាលាជាមួយនឹងគ្នាតែក៏បានប្រាប់ទៅការអូនស៊ីអូដែលមិនចង់ឲ្យអ្នកធ្វើបែបហ្នឹងនៅទីសាធារណៈនោះទេម្ល៉េះហើយអូនស៊ីអូក៏តបថាគាត់ចេះអៀនខ្មាស់ទៀតឡើយមើលទៅពិតជាគួរឲ្យស្រឡាញ់មែនដល់បែបនេះហើយក៏មិនចង់និយាយអីតមួយនាងដែរព្រោះនាងចូលចិត្តម៉ាឡេសាជាមួយគាត់ពេកលុះមកដល់ក្នុងថ្នាក់យើងឃើញអូស៊ីអូចង់ទៅចម្លងគេកផ្ទះរបស់គាត់បន្តទៀតតែក៏បានសុំទោសដោយសារចង់ទៅបន្ទប់ទឹកសិនសូម្បីតែពេលថ្ងៃចង់បបួលទៅញ៉ាំអីជាមួយគ្នាក៏គាត់បានបដិសេធដែរយ៉ាងអានហ្នឹងហើយនាងក៏បានកូនបាក់ចិត្តខំចង់ធ្វើឲ្យដូចទៅនឹងក្នុងម៉ុងហ្គានោះប៉ុន្តែទង្វើរបស់គាត់ដែលបញ្ចេញមកមិនចាប់អារម្មណ៍ទៅកាន់នាងសោះពេលនោះអូនអាការ៉េក៏បានសួរទៅកាន់អូស៊ីអូកាត់អីមែនមើលទៅហាក់ដូចជាមិនសប្បាយចិត្តម្ល៉េះហើយបានជានាងតគឺតាក់ទងជាមួយនឹងប្រុសសាកៃដែលមួយរយៈនេះមើលទៅកាន់គាត់ហាក់ដូចជាមិនចង់មកនិយាយជាមួយនាងទេមិនដឹងថាខ្លួននាងផ្ទាល់បានធ្វើអីខុសទើបគាត់ទៅជាបែបនេះដល់លើការនិយាយទាំងអស់ហ្នឹងហើយអូនអាការ៉េចាប់ដើមចង់ភ្ញាក់ក៏ពេញនិយាយរឿងរបស់ប្រុសសាកៃទៅក៏តបប្រាប់ទៅកាន់អូនស៊ីអូដែលអ្វីៗមិនដូចការគិតរបស់អូនស៊ីអូទេមកតែហើយក៏បាច់ចាំទៅព្រួយបារម្ភអីពេកឡើយព្រោះអីអាប៉ែនោះហាក់ដូចជាសប្បាយចិត្តណាស់ក៏បានទិញសភៅម៉ុងហ្គាមួយនោះដែលនេះគួរតែមានកម្លាំងចិត្តហើយបន្តដើរទៅមុខទៀតក៏ពេញនិយាយរត់ហើយនេះក៏បានសាយហើយដើរចេញពីទីហ្នឹងទៅបន្តពីលើការនិយាយទាំងអស់របស់អូនអាការ៉េអូនស៊ីអូហាក់ដូចជាមានកម្លាំងចិត្តឡើងវិញនឹងចោលសាកល្បងឬមួយចំពោះប្រុសសាកៃលុះដល់ល្ងាចឡើងនាងបានធ្វើដំណើរមកបន្ទប់អីវ៉ាន់នៅក្នុងក្លឹបកីឡាដែលយល់ឃើញថាប្រុសសាកៃនឹងមកសម្អាតនៅក្នុងបន្ទប់មួយនេះក្នុងថ្ងៃហ្នឹងបូករួមជាមួយអីដែលនាងបានធ្វើនេះក៏ដោយសារនៅក្នុងម៉ុងហ្គាហ្នឹងដែរត្រង់ចំណុចដែលបើជាកលិតមកកាន់ប្រុសសាកៃលោកគ្រូក៏បានប្រាប់គាត់ដល់បាច់ទៅសម្អាតនៅក្នុងបន្ទប់ស្តូរ៉ែកទេតែប៉ុន្តែចង់ឲ្យគាត់សម្អាតនៅក្នុងថ្នាក់វិញនិយាយទៅគ្រាពេលនោះអូស៊ីអូឆ្ងាយមែនទេមិនបានជាគាត់យូរម៉េះរហូតដល់ឥឡូវក៏យប់ទៅហើយដោយសារតែអូស៊ីអូច្រឡំដេកនៅទីនេះបូករួមជាមួយទ្វារបន្ទប់មួយណាក៏ត្រូវបានគេចាក់សោទៅទៀតជាពិសេសសំបីតែទូរស័ព្ទរបស់នាងក៏អស់ថ្មដែរចឹងមិនដឹងត្រូវធ្វើបែបណាទេដើម្បីចាក់ចេញពីទីនេះឥឡូវនេះដែរនាងក៏បានគយកាត់មិនដឹងថាខ្លួនឯងកំពុងធ្វើស្អីឡើយបូករួមជាមួយព្រឹត្តិការណ៍ដែលបានកើតឡើងនៅក្នុងថ្ងៃនេះសម្រាប់ចិត្តរបស់អូស៊ីអូមិនចង់រស់នៅតែម្នាក់ឯងដូចកាលពីមុនឡើយសម្រាប់នាងពិតជាចង់ឲ្យប្រុសសាកៃនៅក្បែរនាងជារៀងរហូតពេលដែលកំពុងតែកាត់អស់សង្ឃឹមតែម្នាក់ឯងនោះក៏បានលេចសម្លេងណាគេកំពុងតែបើកទ្វារចូលមកហើយនោះគឺជាប្រុសសាកៃនឹងឯងក្នុងពេលនោះក៏បានសើចថាដូចការគិតរបស់គាត់មែនដែលអូស៊ីអូកំពុងតែលាក់ខ្លួននៅទីនេះក្នុងការសប្បាយគាត់ព្រោះយល់ឃើញថាគាត់នឹងត្រូវមកសម្អាតក្នុងបន្ទប់មួយនេះដែលហេតុនេះនាងក៏ចាប់ផ្ដើមភ្ញាក់ផ្អើលមិនស្មានថាគាត់យល់ឃើញចឹងសោះដែលនេះហើយបានគាត់តប្រាប់ទៅកាន់អូស៊ីអូគួរតែប្រញាប់ទៅផ្ទះវិញគ្រប់គ្នាបារម្ភពីនាងណាមួយទៀតមូលហេតុដែលគាត់ដឹងក៏ដោយសារតែពួកយើងគឺជាមិត្តកុមារភាពជាមួយនឹងគ្នាក្រៅបែបនេះនាងក៏បាននឹកឃើញដល់ការការពីមុនក៏ប៉ុន្តែនាងមិនដែលនៅតែម្នាក់ឯងនោះទេប្រុសសាកៃតែមកនៅក្បែរនាងយករបស់ដែលនាងចូលចិត្តមកអាយនិងក៏ញ៉ាំអីជាមួយគ្នាផងដែរក្នុងអំឡុងពេលនោះពេលសម្ដីរបស់ប្រុសសាកៃក៏បានប្រាប់ទៅកាន់អូស៊ីអូដូចគ្នាបើសិនជានាងមានអារម្មណ៍ឯកាគួរតែប្រាប់គាត់ឲ្យបានដឹងមកដោយសារតែពួកយើងគឺជាមិត្តភក្តិនៅគ្នាដែលនេះក៏ជាហេតុធ្វើឲ្យអារម្មណ៍បាននេះចាប់បានសប្បាយចិត្តឡើងវិញឬក៏ឃើញថាប្រុសសាកៃពិតជាមនុស្សម្នាក់ដែលនាងអាចទុកចិត្តបាននិងជាហេរ៉ូនៅក្នុងជីវិតរបស់នាងទាំងអានហ្នឹងហើយអូស៊ីអូក៏បានប្រាប់ទៅកាន់ប្រុសសាកៃនិយាយទៅនាងខំគិតថាគាត់ស្អប់មកកាន់នាងអំឡុងពេលឃើញគាត់កំពុងតែកិច្ចមុខរបស់នាងរហូតចឹងដែលនេះក៏បានតបប្រាប់ទៅកាន់អូស៊ីអូថាវាគ្រាន់តែជាការសម័យរបស់នាងខ្លួនឯងទេតែនៅក្នុងចិត្តរបស់គាត់មិនចង់ឲ្យពួកគេទាំងអស់គ្នាដឹងថាគាត់កំពុងតែខ្មាស់អៀងជាពេលដែលបានអានទៅលើម៉ុងហ្គាទាំងអស់នោះយ៉ាងណាក៏ដោយឥឡូវអ្វីៗមកល្អវិញទើបអូស៊ីអូចង់បបួលប្រុសសាកៃត្រឡប់ទៅផ្ទះដូចគ្នាអំឡុងពេលនោះនាងក៏បានលោតទៅឲ្យប្រុសសាកៃជាហេតុធ្វើឲ្យពួកគេទាំងពីរបានដួលនៅក្នុងចំណុចនឹងទៅហើយក្រោយបែបនេះពួកគេក៏អៀងគ្នាទៅវិញទៅមកដែរតែក្រោយពីពេលដែលប្រុសសាកៃចង់ញើបនាងក៏ចង់ឲ្យគាត់ឈប់សិនព្រោះថាកាប៉ានាងក៏ចង់ចំណាយពេលជាមួយគ្នារវាងគាត់និងនាងឲ្យបានកាន់តែយូរជានឹងដែរហើយជាស្ដែងនៅក្នុងត្រង់ចំណុចណាក៏ឃើញអូនអាការីចាប់ដើមខឹងក្រោយពីឃើញប្រុសសាកៃយូរម៉ែគ្រាន់តែទៅដើររកអូស៊ីអូសា
គេពេលនោះសម្រាប់ចិត្តរបស់ប្រូសាកៃគឺថាពួកគេតែងតែបែបនេះរហូតតែក៏វាអាចផ្ដាល់ទៅលើស្នេហានៅក្នុងម៉ូកានោះបានដែរទើបបានជាប្រូសាកៃយល់ដៃរបស់គាត់ប៉ះមុខរបស់អូឈីអូឬក៏បានជាវាយប្រាប់នេះឲ្យញើបលឿនមកបញ្ញាប់ទៅផ្ទះវិញនិយាយទៅក្នុងចិត្តរបស់ប្រូសាកៃយល់ឃើញថាអូឈីអូព្យាយាមធ្វើអញ្ចឹងដើម្បីគ្រាន់តែចំអកគាត់នៅក្នុងម៉ូកាដែលអ្នកបានដឹងតែប៉ុណ្ណោះហើយបើសម្រាប់អូឈីអូបើទោះបីជាខាងអំឡុងពេលគាត់ច្រវាច់មាត់នាងជាលើកទី2ក៏ដែរក៏មានអារម្មណ៍សប្បាយចិត្តមកវិញព្រោះមានកូនម្ដងចង់ទៅញ៉ាំអីជុំគ្នាក្នុងថ្ងៃនេះត្រង់ចំណុចนั้นសម្រាប់ការកាត់របស់ប្រូសាកៃនោះគឺថាពួកគេទាំងពីរធ្លាប់ជាមិត្តកម្មាភាពជាមួយនឹងគ្នាហើយសម្រាប់គាត់ផ្ទាល់ក៏តែងតែចាប់ទុកនាងដូចជាប្អូនស្រីរបស់គាត់ដែរវាមិនអាចទៅរួចទេដែលវានឹងប្រែទៅជាស្នេហារវាងពួកគេទាំងពីរព្រោះថាតាំងពីនៅក្មេងនោះគាត់ក៏ជាមនុស្សម្នាក់ដែលតែនៅក្បែរនាងអំឡុងពេលដែលអូឈីអូឯកានិយាយថាអំឡុងពេលដែលអូឈីអូចង់ធ្វើដំណើរទៅផ្ទះនោះប្រូសាកៃបានប្រាប់តបទៅកាន់អូឈីអូថាមិនទាន់អាចទៅក៏ពិតមិនគាត់ទុំទៅឆាតក្នុងការពជាពេលដែលពួកយើងអាចនិយាយជាមួយគ្នាបានតិចទៀតសិនទើបឥឡូវនេះដែរប្រូសាកៃបានសួរទៅកាន់អូឈីអូបើសិនជានាងមានរឿងអីចង់និយាយប្រាប់គាត់ប្រាប់ឥឡូវហើយមកប៉ុន្តែនាងបានតបវិញថាគ្មាននោះទេគាត់ថាក៏ប៉ុន្តែអ្វីដែលនាងចង់បានពីគាត់នោះចង់ឲ្យពួកគេទាំងពីរនៅក្បែរគ្នាឲ្យកាន់តែយូរជាងមុនតែប៉ុណ្ណាសម្រាប់នាងគឺគ្រប់គ្រាន់បាត់ទៅហើយទាំងអស់ហ្នឹងឯងប្រូសាកៃក៏កាំងនាងនិយាយពីអារម្មណ៍ពិតរបស់ខ្លួនឯងមែនមិនមែនចំអកអំឡុងពេលដឹងតែគាត់អានម៉ុងកានោះទេអីជាណាក៏ដល់មិនដឹងថាពេលនេះគួរធ្វើបែបណាទេចិត្តនេះចង់ត្រឡប់ទៅផ្ទះវិញណាតែអំឡុងពេលឃើញអូឈីអូវែកសាក់ខ្លួនឯងចឹងក៏បានសួរទៅកាន់នាងហេតុអីបានជានាងអៀនខ្លាំងម៉េចដោយសារតែនេះមិនជាចរិតប៉ិតរបស់អូឈីអូទេព្រោះជាធម្មតាអូឈីអូតែងតែនិយាយញ៉ៃច្រើនណាស់អំឡុងពេលនៅក្បែរគាត់លើរឿងនេះបាននាងតបវិញទៅព្រោះដោយសារតែគាត់ធ្លាប់និយាយប្រាប់នាងកុំធ្វើចរិតបែបណាអំឡុងពេលនៅទីសាធារណៈឯសោះក៏តែឥឡូវពួកយើងនៅតែពីរនាក់អញ្ចឹងតើវាមិនអីទេអីបើសិនជានាងចង់ធ្វើវាដោយការពីមុនម្ល៉េះហើយសម្រាប់គាត់ក៏អៀនថាមិនអីនោះទេបើសិនជាយើងតែពីរនាក់ដល់ពេលនោះនាងក៏បានប៉ះដៃគាត់ឬក៏បានផ្អែកទៅលើខ្លួនរបស់ប្រូសាកៃនាងយល់ឃើញថាខ្លួនរបស់គាត់ក៏អូបណាស់ក៏ដូចជាមានន័យថាគាត់បានទៅដល់ផ្ទះបាត់ទៅហើយប៉ុន្តែដោយសារតែអត់ឃើញនាងទើបត្រឡប់មកវិញក្នុងពេលនោះសម្រាប់អារម្មណ៍របស់ប្រូសាកៃក៏យល់ឃើញថានាងកំពុងតែស្រឡាញ់គាត់ដែរក៏ប៉ុន្តែអារម្មណ៍មួយទៀតនោះថាពួកគេគឺជាមិត្តជិតស្និទ្ធទើបធ្វើបែបនេះអំឡុងពេលនោះនាងបានប្រាប់ទៅកាន់ប្រូសាកៃថាគាត់ដឹងអត់រាល់ថ្ងៃសម្រាប់អារម្មណ៍របស់នាងពិតជាចង់ចំណាយពេលជាមួយគាត់ឲ្យច្រើនខ្លាំងណាស់សូម្បីតែពេលបានមកជួយសង្គ្រោះនាងនៅរាល់ពេលអ្វីផ្សេងក៏ដែរក៏នាងតែចង់នៅក្បែរគាត់ដែរហាក់បែបនេះចង់ឲ្យប្រូសាកៃយល់ស្របតាមសំណារបស់នាងផងម្ល៉េះហើយសម្រាប់គាត់ផ្ទាល់មិនដែលស្មានថាអូឈីអូនៅគាត់បែបនេះសោះឬមួយក៏សេចក្តីស្នេហារបស់ពួកគេចាប់ផ្ដើមនៅអំឡុងពេលនេះមែនក្នុងពេលដែលស្វីតជាមួយនឹងគ្នានោះក៏ឃើញថាអូណាការ៉េបានមកដល់ទីនេះដែរអត់ទាន់ត្រឡប់ទៅផ្ទះវិញទេពេលនោះនាងខឹងខ្លាំងណាស់តើពួកគេទាំងពីរកំពុងធ្វើស្អីមនុស្សគ្រប់គ្នានៅផ្ទះកំពុងតែភ័យព្រួយបារម្ភក៏ប៉ុន្តែបើទោះបីជាណាក៏ដោយសម្រាប់អូណាការ៉េក៏ចាប់ផ្ដើមសប្បាយចិត្តឡើងវិញក៏វាបានឃើញអូឈីអូមិនមានបញ្ហាអីនោះទេហើយខលបរុតហើយកំហឹងរបស់នាងបានជះទៅកាន់ប្រូសាកៃដោយមិនបានជាមកព្រមឆាត reply មកកាន់នាងវិញចឹងឃើញដូចនេះប្រូសាកៃក៏បានប្រាប់ទៅកាន់អូណាការ៉េតែពេលក៏គាត់តបដែរចឹងអំឡុងពេលដែលនាងចូលទៅមើលនោះឃើញថាប្រូសាកៃចង់សុំពេលនៅជាមួយអូឈីអូ20នាទីសិនដូចនេះនាងចាប់ដើមឆ្ងល់ដែលហេតុផលអីបានជាពួកគេមកសង្ងំនៅតែពេលនេះរហូតដល់20នាទីទើបបានជាអូឈីអូប្រាប់ទៅកាន់អូអាការ៉េហើយដោយសារតែនាងជាប់គាំងនៅខាងក្នុងទើបជាចង់សុំពេលវេលាសម្រាប់សម្រួលអារម្មណ៍ខ្លួនឯងសិនតែប៉ុន្តែមានតែប៉ុណ្្នឹងឯងមិនចង់ឲ្យអូអាការ៉េគិតច្រើនអីនោះទេក្រៅពីលើការនិយាយចឹងប្រូសាកៃរៀងឆ្ងល់ដែរគ្រាន់តែសម្រួលអារម្មណ៍ខ្លួនឯងទេប៉ុន្តែមើលទៅការរត់ពាក្យរបស់នាងហាក់ដូចជាឯកាខ្លាំងណាស់គាត់តែគាត់អត់បាននិយាយជាមួយនាងមួយថ្ងៃសោះយ៉ាងណាក៏ដោយអំឡុងពេលនោះអូនអាការ៉េបានសួរទៅកាន់ប្រូសាកៃដែលថាមានរឿងអីកាត់ឡើងប្រកាសប្រាប់មកឬមួយក៏ប្រូសាកៃឯងចូលចិត្តនឹងស្រឡាញ់ទៅកាន់អូឈីអូមែនព្រោះថាគាត់តែឃើញរត់ពាក្យរបស់ពួកគេក៏យល់ឃើញថាមានរឿងអីកាត់ឡើងដល់ចម្លែកបាត់ទៅហើយទើបបានជាចង់ឲ្យប្រូសាកៃបង្ហាញពីអារម្មណ៍ពិតរបស់ខ្លួនឯងមកមិនចង់ឲ្យគាត់បន្តលាក់ទៀតនោះទេម្ល៉េះហើយបានជាប្រូសាកៃប្រាប់ទៅកាន់អូនអាការ៉េថាគាត់ពិតជាចូលចិត្តទៅកាន់អូឈីអូមែននឹងចាប់ទុកអូឈីអូក្នុងនាមជាប្អូនស្រីឬក៏គ្រួសាររបស់គាត់តែប៉ុណ្ណោះបែបនេះមិនចង់ឲ្យអូនអាការ៉េទៅគិតអីច្រើនទេពួកគាត់និងអូឈីអូជិតស្និទ្ធជាមួយគ្នាក៏ដោយសារជាមិត្តកម្មាភាពនឹងឯងលុះអំឡុងពេលដែលគាត់កំពុងតែដេកណាក៏មិនយល់ទេមិនបានជាអូនអាការ៉េសួរអីបែបហ្នឹងបើទោះបីជាគាត់ថាមិត្តកម្មាភាពមិនអាចស្រឡាញ់គ្នាបានក៏ប៉ុន្តែខកពីឃើញការនិយាយរបស់អូឈីអូនោះគាត់មិនដឹងថានោះគឺជាការសារភាពអារម្មណ៍ពិតរបស់នាងមកកាន់គាត់ឬមិននោះទេមកជួបប្រមាណព្រឹកក៏បានមកដល់យល់ឃើញថាប្រូសាកៃហើយណាខ្លាចថាអូឈីអូមករកគាត់ទៀតប៉ុន្តែពេលនោះក៏បានចាប់អារម្មណ៍ឃើញអូឈីអូបូករួមជាមួយឯកស្ថានថ្មីនៅក្នុងរដូវសាមឺនៅទីគេពេលនោះអ្នកបានចាប់អារម្មណ៍មកកាន់គាត់ទើបសម្ដែងធ្វើដូចធម្មតាតែគេពេលដើរទៅជាមួយគ្នានោះក្នុងចិត្តរបស់ប្រូសាកៃមិនដាល់មិនខ្លះទេដោយសារចាប់អារម្មណ៍ទៅកាន់អូឈីអូខ្លាំងមើលទៅនាងពិតជាគួរឲ្យស្រឡាញ់ណាស់យ៉ាងណាក៏ដោយក៏ព្យាយាមសម្រួលខ្លួនឯងឬក៏បានសួរអូឈីអូតាក់ទងទៅនឹងរឿងម្សិលមិញដូចជាហេតុធ្វើអូឈីអូចាប់ដើមអៀនឬក៏បានរត់ទៅសាលាមុនតែដែលអត់ហ៊ាននិយាយអីច្រើននោះទេទាំងអស់ហ្នឹងឯងសម្រាប់ប្រូសាកៃចាប់អារម្មណ៍ឃើញទឹកមុខរបស់អ្នកបែបនេះមានន័យថាអ្នកស្រឡាញ់គាត់មែនអីពិតជាមិនគួរជឿទេ
ថាអ្វីៗនឹងអាចកើតឡើងបែបនេះសោះដូចនេះបើនិយាយពីអារម្មណ៍របស់គាត់កំពុងតែសប្បាយចិត្តពួកបើរឿងនឹងកើតឡើងមែនមិនដឹងជាគាត់ជោគជ័យយ៉ាងណានោះទេកាន់តែអូឈីអូដើរទៅសាលាជាមួយគ្នារាល់ថ្ងៃនិងបូករួមជាមួយរឿងគុណភាពជាច្រើនទៀតព្រោះថាអ្នកតែតែមកដេកលើខែជាមួយនឹងគាត់បន្ទាប់ពីគិតរឿងគុណភាពទាំងអស់ហ្នឹងឯងអារម្មណ៍របស់ខ្លួនឯងពិតជាសប្បាយចិត្តណាស់ដើមបានចាប់អារម្មណ៍អូនាការ៉េនៅខាងក្រោយខ្នងនោះទេជាពិសេសឯងក៏បានចែកពាក្យថាទីបំផុតស្នេហាជាមួយមិត្តភក្តិបានកើតឡើងពិតមែននាំអូនាការ៉េចាប់ដើមឆ្ងាគាត់កំពុងតែនិយាយពីស្អែកឬមួយក៏អ្វីឯងកំពុងតែចាប់អារម្មណ៍អូឈីអូប្រៀបដូចជាតួអង្គនៅក្នុងម៉ងការដែលគាត់ចូលចិត្តមើលទៅពិតជាអាក្រក់មែនដូចនេះបានជាប្រូសាកែបកែមែនចឹងទេណាមកទៀតអ្វីដែលគាត់ចង់ដឹងពីអូនាការ៉េនោះមិនបានចាប់អារម្មណ៍ឬរបស់គាត់ជាមួយអូឈីអូខ្លាំងមែនហើយក៏ពលិការនិយាយរបស់គាត់អញ្ចឹងនេះក៏បានចង់ដាក់មកកតាបកដាមុខទៀតរួចក៏បានវេទៅកាន់ប្រូសាកែដែលកំគិតអីបដិបដាសោះនេះគ្មានបានចាប់អារម្មណ៍ទៅកាន់គាត់នោះទេទាំងអស់ហ្នឹងសម្រាប់ប្រូសាកែក៏ឃើញថាចរិតរបស់នេះដូចជាអូឈីអូអញ្ចឹងហើយមូលហេតុដែលនឹងខឹងគាត់ខ្លាំងបែបនេះដោយសារតែរាល់ពេលដែលនឹងបង្ហាញអារម្មណ៍របស់នេះចេញមកគាត់មើលអត់ដឹងថានេះមានចិត្តមកលើគាត់ដូចនេះនិយាយពីថាអារម្មណ៍កាន់តែសប្បាយលើដើមព្រោះមានមិត្តភក្តិពីរនាក់កំពុងតែចាប់អារម្មណ៍មកលើគាត់អញ្ចឹងក៏មានន័យថាសាច់រឿងនៅក្នុងម៉ងកានឹងកើតនៅក្នុងជីវិតពិតរបស់គាត់តែម្ដងកាត់មកសាលាវិញជឿឃើញនៅគ្រាពេលណាអូឈីអូកំពុងតែអៀនខ្លាំងតាក់ទងទៅនឹងប្រូសាកែមិនដឹងថាគាត់គិតមិនមកកាន់នាងនោះទេយ៉ាងណាក៏ដោយអារម្មណ៍របស់អូឈីអូនោះបានគិតនឹងប្រាប់ខ្លួនឯងថាវាមិនអាចទៅរួចនោះទេមើលទៅសម្រាប់ប្រូសាកែគ្មានបានគិតអីលើសពីមិត្តភក្តិឡើយគៀនៅអំឡុងពេលដែលកំពុងតែបាក់ចិត្តនោះអូនាការ៉េក៏បានសួរទៅកាន់នាងដែលមានរឿងអីកើតឡើងមែនមើលទៅហាក់ដូចជាពិបាកចិត្តទៀតហើយឬក៏តាក់ទងជាមួយនឹងប្រូសាកែម្ដងទៀតនិយាយទៅក៏បានឃើញទឹកមុខរបស់អូឈីអូអញ្ចឹងអូនាការ៉េក៏បានដឹងហើយគឺមកពីប្រូសាកែនឹងឯងដូចជាបានសួរទៅកាន់អូឈីអូថាអំឡុងពេលម្សិលមិញមានរឿងអីកើតឡើងឲ្យពិតប្រាកដទៅហើយពេលនោះដែរសម្រាប់ប្រូសាកែកំពុងតែឆ្លោះកញ្ចក់មើលទៅកាន់សម្រស់របស់ខ្លួនឯងតែក៏បានលើការនិយាយរបស់ពួកគេទាំងពេលដោយគេពេលនោះអូនាការ៉េបានសួរទៅកាន់អូឈីអូអីថាតាក់ទងទៅនឹងព្រឹត្តិការណ៍ម្សិលមិញពួកគេបានដេកជាមួយគ្នាមែនហើយតែអូឈីអូស្រឡាញ់ទៅកាន់ប្រូសាកែតាំងពេលណាមកម្ល៉េះហើយបានជាប្រូសាកែបញ្ញារត់ទៅប្រាប់ទៅកាន់ពួកគេកុំឲ្យឆ្លុះគ្នាតាក់ទងទៅនឹងរឿងនឹងឯងតែគេពេលនោះក៏គាំងក៏ពីបានលើការនិយាយរបស់អូឈីអូថាអ្នកបានស្រឡាញ់ទៅកាន់ប្រូសាកែទេអ្វីដែលអ្នកធ្វើគ្រប់យ៉ាងគឺដោយសារឃើញប្រូសាកែចូលចិត្តម៉ងកាមួយនេះដូចជាបានព្យាយាមសម្ដែងលេងសើចជាមួយនឹងគាត់ធ្វើឲ្យគាត់សប្បាយចិត្តទៅពីព្រោះថាអ្នកធ្លាប់ជាមិត្តកុមារភាពរបស់ប្រូសាកែពីមុនឥឡូវនៅក្នុងស្ថានភាពពេលស្ដាប់លើការនិយាយរបស់អូឈីអូទាំងអស់ចឹងប្រូសាកែអស់សំណើជាខ្លាំងវាមិនខុសពីការគិតរបស់គាត់ទីមុននោះទេដោយហេតុនេះហើយបានជាគាត់ដើរចាក់ចេញពីទីនោះទៅបើទោះបីជាពេលណាអូឈីអូចង់មកនិយាយជាមួយគាត់ក៏ប្រូសាកែប្រាប់ទៅកាន់នាងមើលតែសម្ដែងធ្វើដូចជាស្រឡាញ់មកកាន់គាត់ពិបាកណាស់ហើយរត់ហើយក៏បានរត់ចាក់ចេញពីទីនេះទាំងអាម៉ាមុខដោយសារតែមិត្តភក្តិមិនអាចខ្លាចទៅជាសង្សារតាមអ្វីដែលគាត់បានអាននៅក្នុងសភៅម៉ងកានោះឡើយគេពេលនោះបានជ័យពីអារម្មណ៍របស់អូឈីអូឃើញថាតំណែងរបស់នាងជាមួយប្រូសាកែកំពុងតែល្អទៅហើយប៉ុន្តែនាងបែកជាទៅបំផ្លាញវាដោយសារតែភាពភ័យខ្លាចមិនហ៊ានប្រាប់ទៅកាន់អូនាការ៉េនៅមកតាក់ទងជាមួយអូនាការ៉េនាងកំពុងតែឆ្ងល់ពីខ្លួនឯងមិនបានជាមានអារម្មណ៍សប្បាយចិត្តអំឡុងពេលដែលឮថាអូឈីអូមិនបានស្រឡាញ់ទៅកាន់ប្រូសាកែនោះទេលោកម្ដងជប់ឡាអូនាការ៉េចាប់ដើមកាត់តាក់ទងទៅនឹងការនិយាយរបស់ប្រូសាកែបើទោះបីជាខុសខ្លួនឯងទៅមកកាត់ក៏ប៉ុន្តែមិនអាចធ្វើបាននោះទេម្ល៉េះហើយនៅក្នុងចិត្តរបស់នាងនោះយកឃើញថាប្រូសាកែអាចជាបំភ្លេចពាក្យសន្យាជាមួយនាងកាលពីមុនបាត់ទៅហើយមើលទៅក្នុងពេលដែលនាងកំពុងតែរៀបចំខ្លួនចាក់ចេញពីបន្ទប់ទឹកនោះយើងក៏ឃើញថាប្រូសាកែបើកទ្វារចូលមកដល់ខាងក្នុងដែរនាំឲ្យគាត់ឃើញរូបរាងកាយរបស់នាងតែម្ដងទើបធ្វើឲ្យនាងខឹងនៅបន្តទះមកកំភ្លៀងទៅនិយាយទៅមូលហេតុរឿងនឹងកើតឡើងដោយសារតែផ្ទះរបស់គេមានបន្ទប់ទឹកតែមួយបន្ទប់ទឹកមួយទៀតនេះខូចបាត់ទៅហើយក្នុងអំឡុងពេលនោះដោយសារតែឃើញអូនាការ៉េដើរទៅអង្គុយតែម្នាក់ឯងបានជាប្រូសាកែទៅនិយាយជាមួយនាងតាក់ទងទៅនឹងរឿងរ៉ាវកើតឡើងម៉េចក៏គាត់សុំទោសផងបានជានាងមិនថាអីនោះទេហើយក៏ចង់សុំគាត់នៅតែម្នាក់ឯងប៉ុន្តែសម្រាប់ប្រូសាកែនោះឃើញថាអូនាការ៉េហាក់ដូចជាខុសការពីនៅក្មេងណាស់ដោយសារតែការពីមុនអត់ចង់ឲ្យគាត់ទៅណាឆ្ងាយពីនាងនោះទេតក្រោយពីលេងចង់ផ្លែនាងក៏បានកាន់កៅអៅគាត់អំឡុងពេលគាត់ដើរចេញព្រោះមិននឹកស្មានថាគាត់នៅចង់ចាំពាក្យសន្យាកាលពីនៅក្មេងជាមួយនឹងនាងក្នុងអំឡុងពេលហ្នឹងឯងប្រូសាកែក៏បានទៅប្រាប់អូនាការ៉េថាការសន្យារបស់ពួកយើងក៏មិនដែលភ្លេចនោះទេអដែងថាកុំទុកនេះចោលសោះអំឡុងពេលដែលនាងចូលទៅក្នុងបន្ទប់ទឹកសូម្បីតែពេលជប់ឡើងទៅដេកក៏សូមមកដេកជាមួយនឹងគ្នាដែរលើនេះបានជានាងប្រាប់ឲ្យគាត់ឈប់និយាយទៅដោយសារទាំងអស់នោះមិនមែនជាអីដែលនាងចង់មានន័យនោះទេភ្លាមនៅអំឡុងពេលហ្នឹងអូនាការ៉េក៏បាននឹកឃើញអតីតកាលកាលពីមុនក្នុងពេលដែលនាងបានបាត់បង់ទៅលើឆ្មាជាទីស្រឡាញ់របស់នាងហ្នឹងប្រូសាកែក៏បានមកសន្យាជាមួយនាងថាបើទោះបីជាមានរឿងអីកើតឡើងចំពោះអូនាការ៉េក៏គាត់តែនៅក្បែរនាងមិនឲ្យនាងឯកានោះឡើយដោយសន្យាថានឹងរស់នៅជាមួយនាងអស់មួយជីវិតតែម្ដងម្ល៉េះហើយនៅក្នុងចិត្តរបស់អូនាការ៉េនៅពេលនេះឃើញថាគាត់ពិតជាមិនចាំការសន្យាមួយនោះទេតែក្នុងពេលនោះប្រូសាកែបានប្រាប់ទៅកាន់អូនាការ៉េថាការសន្យាដែលអូនាការ៉េកំពុងតែនិយាយគឺតាក់ទងទៅនឹងពេលវេលាដែលគាត់ធ្វើមើលថែនេះរហូតមិនបោះបង់នាងឲ្យនៅឯកាមែនជាស្ដែងពាក្យដែលគាត់ធ្លាប់សន្យាគាត់មិនដែលបំភ្លេចវាចោលនោះទេប៉ុន្តែគាត់ថាមិត្តបានជាអូនាការ៉េតែរំលឹករឿងការពីមុនចឹងយ
យគឺថាអំឡុងពេលនោះអូណាការ៉េបានសួរទៅកាន់ប្រុសសាកែថាបើសិនជាគាត់នៅចងចាំពាក្យទាំងអស់នោះតែពេលណាតើនឹងយកនាងធ្វើជាប្រពន្ធរបស់គាត់ឃើញនោះនេះគាត់ក៏ចាប់ដើមឆ្ងល់ចង់និយាយពីស្អីដែលនេះហើយនាងក៏តបហើយគ្រាន់តែនិយាយលេងទេកុំគិតច្រើនពេកហើយនៅគ្រាអំឡុងពេលនោះក៏ឃើញអូនឈីអមកអោទៅកាន់ប្រុសសាកែដោយសារតែអំឡុងពេលនេះនាងកំពុងតែស្វាងជាណាក៏ដោយនាងបានចាប់អារម្មណ៍ឃើញទឹកមុខរបស់ប្រុសសាកែហាក់ដូចជាក្រហមអៀនខ្លាំងម៉េះដោយនេះនាំឲ្យអូណាការ៉េវាភ្ញាក់ផ្អើលដែរការនិយាយរបស់នាងនាំឲ្យប្រុសសាកែកំពុងតែអៀនម្ល៉េះហើយគ្រាអំឡុងពេលដែលប្រុសសាកែមិនអាចតបបាននោះអូណាការ៉េក៏បានដាក់គាត់មកដៃរួចក៏បានជេរគាត់ថាអាល្ងងកុំប្រកាច់គិតច្រើនពេកអីនាំឲ្យគាត់ចាប់ដើមខាងក៏ប៉ុន្តែនៅក្នុងចិត្តរបស់នាងពិតជាសប្បាយចិត្តណាស់អំឡុងពេលឃើញរកពេលរបស់ប្រុសសាកែបែបនេះបែបហ្នឹងហើយសាច់របស់យើងទៅលើអេពីសូតទី3ក៏មានតែប៉ុណ្្នឹងឯងអូខេបើសិនអ្នកអាចចូលចិត្តជាមួយការសម្ដែងនិងការស្កាយវីដេអូរបស់ខ្ញុំសាគូរ៉ាកុំភ្លេចចុច Subscribe និងបាសសញ្ញាកណ្ដឹងឲ្យម្នាក់មួយសិនផងមានច្បល់អីអាច comment នៅខាងក្រោមបានដូចគ្នាចឹងសាច់របស់យើងក៏មានតែប៉ុណ្្នឹងឯងចាំជួបគ្នានៅពេលក្រោយទៀតបាយបាយ